បើសិនជាអ្នកនរគ្នាអត់ចង់ចាញ់បោកអ្នកលក់រឿងភាគរយថ្មរបស់ទូរស័ព្ទដៃ iPhone នៅពេលដែលអ្នកនរគ្នារកទិញទូរស័ព្ទដៃមួយទឹកអ្នកនរគ្នាអាចមើលវីដេអូនេះដល់ចប់សិនបាននៅពេលដែលយើងទៅរកទិញទូរស័ព្ទដៃ iPhone មួយទឹកចំណុចមួយដែលយើងតែងតែមើលនោះគឺតាក់ទងជាមួយនឹងភាគរយថ្មប៉ុន្តែយើងក៏អត់ដឹងដូចគ្នាថាតើភាគរយថ្មដែលបង្ហាញនៅលើទូរស័ព្ទដៃ iPhone ហ្នឹងជាភាគរយថ្មពិតឬមួយក៏ភាគរយថ្មដែលត្រូវបានគេបុកកែឡើងភាគរយបាទអីអញ្ចឹងបើសិនយើងចង់បញ្ជាក់កន្លែងហ្នឹងឲ្យច្បាស់យើងអាចធ្វើបានដែលយើងទាមទារយើងមានកុំព្យូទ័រមួយហើយនឹងកម្មវិធីមួយដែលមានឈ្មោះថា 3U Tool អញ្ចឹងបន្ទាប់ពីយើងបានតឡើងកម្មវិធី 3U Tool នៅលើ PC របស់យើងហើយចំណុចបន្ទាប់យើងគ្រាន់តែធ្វើការបើកកម្មវិធីនឹងមកហើយយើងធ្វើការ connect ទូរស័ព្ទដៃរបស់យើងចូលទៅកាន់ PC មួយនឹងអញ្ចឹងកន្លែងនេះបើសិនជាវាទាមទារយើងធ្វើការចុច trust យើងចុច trust មកតែបើសិនជាវាអត់ទាមទារទេវានឹងធ្វើការបង្ហាញព័ត៌មានជាក់ស្ដែងឲ្យយើងបានឃើញនៅលើអេក្រង់ហ្នឹងតែម្ដងអញ្ចឹងយើងអាចសង្កេតមកកន្លែង battery life ហ្នឹងទៅឃើញថាវា88%បន្ទាប់មកទៀតយើងធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងព័ត៌មានដែលបានបង្ហាញនៅលើទូរស័ព្ទដៃ iPhone របស់យើងអញ្ចឹងបើសិនជាទំហំថ្មពីរហ្នឹងមានលក្ខណៈដូចគ្នាមានន័យថាទូរស័ព្ទហ្នឹងអត់ត្រូវបានគេបុកកែភាគរយថ្មទេតែបើសិនជាភាគរយហ្នឹងវាខុសគ្នាមានន័យថាទូរស័ព្ទហ្នឹងត្រូវបានគេបុកកែភាគរយថ្មរួចរាល់ហើយ